សភាប្រើភាសាបារាំងបានចេញសេចក្តីសម្រេចចិត្តស្តីពីបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជាដោយអំពាវនាវឲ្យមានការគោរពអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជាក៏ដូចជាគោរពតាមការបដិញ្ញាចិត្តចំពោះសន្តិភាពប្រកបដោយនិរន្តរភាពនៅតាមបណ្ដោយព្រំដែននិងការជៀសវាងរាល់សកម្មភាពឯកតោភាគីណាមួយដែលអាចបង្កភាពតានតឹងកាន់តែធ្ងន់ធ្ងរនិងឲ្យមានការគោរពបទឈប់បាញ់និងការអនុវត្តកិច្ចព្រមព្រៀងនៃសេចក្តីថ្លែងការណ៍ដែលបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីកម្ពុជានិងថៃនាទីក្រុងគូឡាឡាំពូនៅថ្ងៃទី25 ខែតុលាឆ្នាំ2025សភាប្រើភាសាបារាំងក៏បានសម្ដែងការសោកស្ដាយយ៉ាងជ្រាលជ្រៅចំពោះការរងទុក្ខវេទនារបស់ប្រជាជនស៊ីវិលក៏ដូចជាការប៉ះពាល់ឬការបំផ្លិចបំផ្លាញបេតិកភណ្ឌវប្បធម៌ដែលជាកេរមរតករួមរបស់មនុស្សជាតិតាមរបៀបមួយដែលអាចធ្វើឲ្យប៉ះពាល់ដល់ចក្ខុវិស័យនៃសន្តិភាពយូរអង្វែងនិងការផ្សេងផ្សាជាតិនិងអំពាវនាវឲ្យមានការបន្ធូរបន្ថយភាពតានតឹងការបន្តកិច្ចសន្យារវាងភាគីពាក់ព័ន្ធនិងការដកកម្លាំងប្រដាប់អាវុធទាំងអស់ជាបន្ទាន់ចេញពីតំបន់ជម្លោះសភាប្រើភាសាបារាំងក៏គាំទ្រឲ្យមានការដោះស្រាយវិវាទដោយសន្តិវិធីក្នុងរយៈពេលដ៏ខ្លីបំផុតតាមរយៈយន្តការទ្វេភាគីទាំងអស់ដែលបានបង្កើតឡើងជាពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក JVC ក្នុងស្មារតីនៃកិច្ចសន្ទនានិងការគោរពច្បាប់អន្តរជាតិនិងគាំទ្រការធ្វើឲ្យមានប្រក្រតីភាពនៃទំនាក់ទំនងរវាងព្រះរាជាណាចក្រកម្ពុជានិងថៃដោយផ្អែកលើការទទួលស្គាល់គ្នាទៅវិញទៅមកអធិបតេយ្យបូរណភាពទឹកដីនិងភាពមិនអាចរំលោភបាននៃព្រំដែនក៏ដូចជាខណ្ឌសីមាព្រំដែនអនុលោមតាមក្របខ័ណ្ឌគយុទ្ធដែលបានកំណត់ដោយលិខិតឧបករណ៍អន្តរជាតិសូមជម្រាបថាកាលពីថ្ងៃទី7 ខែកក្កដាឆ្នាំ2025លោកអ៊ុចបូរិតអនុប្រធានទី1ព្រឹទ្ធសភាក៏ធ្លាប់បានលើកឡើងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនៃសភាប្រើភាសា